នៅថ្ងៃនេះយើងមកធ្វើការចែករំលែកពីប្រធានបទមួយគឺពេលចូលសម្ភាសការងារដំបូងត្រូវធ្វើការណែនាំខ្លួនយ៉ាងម៉េចមានបងប្អូនជាច្រើនអត់ចេះណែនាំខ្លួនទេនិយាយច្រើនប៉ុន្តែអត់មានចំណុចសំខាន់ណាមួយយកជាសាច់ការបានអញ្ចឹងថ្ងៃនេះយើងមកធ្វើការចែករំលែកពីចំណុចទាំងអស់នេះបន្តិចទី1គឺព្យាយាមគ្រប់គ្រងពេលវេលាកុំឲ្យលើសពី2នាទីទោះបីជាគេមិនកំណត់ពេលឲ្យយើងក៏ដោយប៉ុន្តែយើងកុំចំណាយពេលច្រើនពេកដោយសារតែពេលយើងមានពេលច្រើនពេកយើងនិយាយអត់ចំសាច់ការទេនិយាយអត់មានចំណុចសំខាន់ទេហើយក៏អត់មានឱកាសក្នុងការវឹកហាត់ការនិយាយស្ដីរបស់ខ្លួនឯងដែរអញ្ចឹងព្យាយាមកុំឲ្យវាលើសពី2នាទីឲ្យសោះទី2គឺកំណត់ឲ្យច្បាស់ពីអត្តសញ្ញាណរបស់ខ្លួនឯងដឹងថាខ្លួនឯងជានរណាបាទប្រាប់គេទៅថាយើងឈ្មោះអីរៀននៅសាលាណាជំនាញអីហើយតំណែងឬតួនាទីដែលខ្លួនចង់ធ្វើនឹងអីគេច្បាស់មួយត្រង់ចំណុចទី3និយាយពីសមត្ថភាពដែលខ្លួនមានពាក់ព័ន្ធទៅនឹងការងារនឹងខ្ញុំដឹងថាអ្នកទាំងអស់គ្នាអាចមានបទពិសោធន៍ច្រើនអាចធ្វើការងារ load plus ច្រើនប៉ុន្តែពេលខ្លះយើងអត់មានពេលគ្រប់គ្រាន់ទៅបរិយាយពីបទពិសោធន៍ការងារចាស់ដែលយើងធ្លាប់ធ្វើដែលមិនពាក់ព័ន្ធជាមួយការងារដែលយើងកំពុងតែដាក់ពាក្យទៅទេអញ្ចឹងនិយាយឲ្យច្បាស់មកបើសិនជាខ្លួនកំពុងតែដាក់ពាក្យធ្វើជាបុគ្គលិកផ្នែកធនធានមនុស្សឬក៏ផ្នែកលក់យើងអាចយកការងារណាដែលយើងធ្លាប់ធ្វើពីមុនឧទាហរណ៍ថាយើងធ្លាប់ធ្វើការងារបែបសេវាកម្មអតិថិជនអញ្ចឹងយើងប្រាប់គេទៅថាខ្ញុំធ្លាប់ធ្វើការងារសេវាកម្មអតិថិជននៅក្រុមហ៊ុនណារយៈពេលប្រហែលឆ្នាំបានជួបបញ្ហាអីខ្លះហើយពេលជួបបញ្ហាខ្ញុំដោះស្រាយយ៉ាងម៉េចបាទនិយាយអីដែលពាក់ព័ន្ធជាមួយនឹងការងារដែលយើងដាក់ពាក្យហ្នឹងទៅគឺបានហើយចំណុចទី4បើសិនជាអ្នកទាំងអស់គ្នាអត់មានបទពិសោធន៍ការងារទេយើងអាចនិយាយពីកិច្ចការងារដែលយើងធ្លាប់ធ្វើនៅសាលាឬក៏ការងារស្ម័គ្រចិត្តដែលយើងធ្លាប់ធ្វើនៅសង្គមបាទអាហ្នឹងក៏បានដែរអត់ចាំបាច់តតែយើងមានបទពិសោធន៍ធ្វើកិច្ចការងារទេចំណុចទី5គឺប្រាប់ពីហេតុផលដែលអ្នកទាំងអស់គ្នាចង់ធ្វើការនៅទីនេះអាចនិយាយថាវាត្រូវជាមួយនឹងគោលដៅជីវិតរបស់យើងឬក៏វាស្របទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនឬក៏យើងឃើញថាក្រុមហ៊ុននេះជាក្រុមហ៊ុនតូចមែនប៉ុន្តែមានចក្ខុវិស័យវែងឆ្ងាយក្រុមការងារល្អយើងចង់ចូលរួមធ្វើការងារជាមួយពួកគាត់បាទប្រាប់រកហេតុផលឲ្យឃើញថាហេតុអីបានជាយើងចង់ធ្វើការនៅក្រុមហ៊ុនហ្នឹងចំណុចទី6ទាំងអស់គ្នាអាចប្រើពេលវេលានៅសេសសល់និយាយអំពីចំណូលចិត្តខ្លួនឯងទៅបើសិនជាយើងនៅសល់ពេលច្រើនយើងអាចនិយាយទៅថាតើពេលតនេះយើងចូលចិត្តធ្វើអីពីព្រោះនេះបង្ហាញពីចរិតក៏ដូចជាអរិយាប័ត្ររបស់មនុស្សម្នាក់ដែរនៅពេលដែលយើងកិច្ចការងារដែលយើងធ្វើនៅពេលដែលយើងទៅនេះវាបញ្ជាក់ថាយើងជាមនុស្សបែបណាហើយចុងក្រោយបើសិនជាពេលវេលាចិត្តដល់ហើយទាំងអស់គ្នាអាចប្រាប់ទៅកាន់អ្នកសម្ភាសទៅថាដោយសារពេលវេលាមានកំណត់ខ្ញុំបានត្រឹមរៀបរាប់ខ្លួនឯងប៉ុណ្្នឹងទេបើសិនជាបងចង់ស្វែងយល់បន្ថែមនៅចំណុចណាមួយបងអាចសួរបន្ថែមខ្ញុំនឹងធ្វើការបកស្រាយបាទហើយ tip ចុងក្រោយគឺខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាមាន2 version ទៅនៅក្នុងការណែនាំខ្លួនហ្នឹងបាទអាចមួយ version ខ្លីបានហើយ1ទៅ2នាទីហ្នឹងហើយមួយ version ទៀតគឺ5នាទី1ទៅ2នាទីនៅក្នុងមិនថានៅក្នុងការរៀបរាប់ពីខ្លួនឯងឬក៏បរិយាយពីអាជីវកម្មរបស់ខ្លួនឯងទៅកាន់ដៃគូទេនៅពេលដែលអ្នកនរមានចំនួនទៅទាំងអស់គ្នាអាចធ្វើការបកស្រាយពីរឿងដែលខ្លួនឯងធ្វើទៅកាន់ដៃគូជួនកាលគេហៅមានថា60 minutes elevator pitch មានថាចំណាយពេលក្រោម1នាទីនិយាយឲ្យច្បាស់ពីអាជីវកម្មរបស់ខ្លួនឯងនៅក្នុងចតាយុនបាទអញ្ចឹងយើងត្រៀមយើងទៅសេវាចេញមកហើយយើងអានវាឲ្យចាំទៅថា1ទៅ2នាទីខ្ញុំគិតថាមកកដា A4 គឺគ្រប់គ្រាន់ហើយបាទអញ្ចឹងសង្ឃឹមថាមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា